បកផាត់តាមកាយឲ្យអារម្មណ៍ខ្វល់ខ្វាយនឹងដល់មិត្តរួមថ្នាក់យើងធ្លាប់តែលេងជាមួយគ្នាតែឥឡូវបែកគ្នាចង់ឲ្យវេលានៅដូចមុននឹកគ្រាមួយនៅសាលាពួកយើងញ៉ាំបាយជាមួយគ្នាពួកយើងទាំងអស់គ្នាសប្បាយណាស់តែអ្វីត្រូវបានប្ដូរផ្លាំងវាលឿនខ្លាំងណាស់សម្រាប់ខ្ញុំមន្តភាពដល់យូរលងប្រែជាសងការតែនៅដល់ពេលយើងត្រូវបែកគ្នាហើយអមមិត្តអើយខ្ញុំពិនជានឹងអ្នករាល់គ្នានឹងរអនុស្សាវរីយ៍ដែលពួកយើងសាងរួមគ្នាគឺជាវេលាមិនអាចបំភ្លេចសង្ឃឹមថាពួកយើងនឹងអាចជួបគ្នាម្ដងទៀតទោះវេលាចង់លៀបក៏សុំត្រឹមប៉ុណ្ណឹងខ្ញុំនឹងចងចាំអ្នកក្នុងចិត្តទោះវេលាប្រែបែបណាខ្ញុំចង់ប្រាប់អ្នកថាខ្ញុំស្រឡាញ់អ្នកទាំងផ្នែកស្រង់ហោចិត្តទៅធ្ងន់នឹងដល់អ្នកធ្លាប់មានមិនព្រាំងនៅក្បែរតែងតែធ្វើឲ្យខ្ញុំញញឹមពេលមានអ្នកនៅក្បែរមើលថែមិនឲ្យខ្ញុំឯកាតែឥឡូវដល់ពេលយើងត្រូវបែកគ្នាអោមិត្តអើយខ្ញុំពិនជានឹកអ្នករាល់គ្នានឹងរកអនុស្សាវរីយ៍ដែលពួកយើងសាងរួមគ្នាគឺជាវេលាមិនអាចបំភ្លេចសង្ឃឹមថាពួកយើងនឹងអាចជួបគ្នាម្ដងទៀតទោះវេលាចង់លៀបក៏សុំត្រឹមប៉ុណ្ណឹងខ្ញុំនឹងចងចាំអ្នកក្នុងចិត្តទោះវេលាប្រែបែបណាខ្ញុំចង់ប្រាប់អ្នកថាខ្ញុំស្រឡាញ់អ្នកដល់ពេលវេលាដែលយើងអស់គ្នាបានត្រូវបែកពីគ្នាមិនចង់បែកគ្នាតែយើងទាំងអស់គ្នាវាអស់ពេលទៅហើយនេះជាឆ្នាំចុងក្រោយរបស់ពួកយើងហើយទឹកភ្នែកខ្ញុំហូរអូខេនឹកអ្នកគ្នាពេលស្ដាយខ្ញុំនៅតែចាំទាំងនឹងថាមិនអាចបំភ្លេចអនុស្សាវរីយ៍ដែលយើងបានសាងវាមិនអាចនឹងដុតពំតិចវាបានចាក់ដោតចូលក្នុងចិត្តខ្ញុំជ្រៅជាងសាកមាត់អាតឡង់តិចធ្វើឲ្យរូបខ្ញុំចាំអ្នកមិនភ្លេចតែនៅដល់ពេលយើងត្រូវបែកគ្នាហើយអមមិត្តអើយខ្ញុំពិនជានឹងអ្នករាល់គ្នាសាវរីយ៍ដែលពួកយើងសាងរួមគ្នាគឺជាវេលាមិនអាចបំភ្លេចសង្ឃឹមថាពួកយើងនឹងអាចជួបគ្នាម្ដងទៀតទោះវេលាចង់លៀបក៏សូមត្រឹមប៉ុណ្ណឹងខ្ញុំនឹងចងចាំអ្នកក្នុងចិត្តបែបណាខ្ញុំចង់ប្រាប់អ្នកថាខ្ញុំស្រឡាញ់អ្នកខ្ញុំចង់ប្រាប់អ្នកថាខ្ញុំស្រឡាញ់អ្នក